រត់ភ្លើងចេញដំណើរហើយដឹកអ្នកដំណើរទៅដើរលេងទៅស្រុកហើយកន្លែងការងារខ្ញុំថ្ងៃចូលឆ្នាំចិនឆ្នាំកូរ៉េក៏តកែឲ្យសម្រាប់3ថ្ងៃដែរខ្ញុំឃើញមានបងប្អូនយើងខ្លះកន្លែងគាត់អត់បានសម្រាប់ទេអ្នកខ្លះក៏សម្រាប់បានតិចអ្នកខ្លះក៏សម្រាប់បានច្រើនហើយអ្នកខ្លះទៀតក៏បានលុយលើកទឹកចិត្តតាអៀពីតកែចំណែកកន្លែងខ្ញុំវិញគ្មានលុយលើកទឹកចិត្តពីតកែទេគាត់បានឲ្យតែសម្រាប់3ថ្ងៃនឹងឯងកូនចៅតកែខ្ញុំច្រើនគាត់មិនលើកទឹកចិត្តតែហ៊ានតែលើកទឹកចិត្តដូចតកែផ្សេងតែគេមានកូនចៅតិចហ្នឹងអស់1លានជាងលើហើយបើតកែគេមានកូនចៅតែ4-5នាក់គេតែអៀតែ4-5ម៉ឺន10ម៉ឺនក៏គេរៀងអស់តិចដែរតែតកែខ្ញុំកូនចៅដល់10នាក់ជាងហើយតែអៀតែ5ម៉ឺនក្នុងម្នាក់ហ្នឹងក៏ឃើញជាង1លានដែរអញ្ចឹងហើយគាត់អត់ឲ្យលុយតាអៀលុយអាំងប៉ាវត្រឹមត្រូវរបស់គាត់ហើយព្រោះថាតើឲ្យអស់ច្រើនតែយ៉ាងណាក៏ខ្លាចជាទម្លាប់របស់ខាងខ្ញុំទៅហើយព្រោះថាអត់មានលុយអាំងប៉ាវហ្នឹងជារៀងរាល់ឆ្នាំអញ្ចឹងហើយយើងក៏ខ្លាចជាទម្លាប់ទៅហើយឃើញគេបានយើងអារម្មណ៍យើងក៏ពេលខ្លះក៏ជ្រួចជ្រើមដែរប៉ុន្តែធ្វើម៉េចទៅយើងជ្រួចជ្រើមក៏យើងមិនបានលុយលើកទឹកចិត្តលុយអាំងប៉ាវពីតកែដែរយ៉ាងហើយមានតែខំធ្វើការយកតែលុយប្រាក់ខែផ្ញើទៅស្រុកទៅបានហើយមុនចូលឆ្នាំកូរ៉េណាតកែខ្ញុំចោលរងបន្លែឡើង5-6រងបងប្អូនអើយហើយសិតតែបន្លែល្អដូចនៅក្នុងវីដេអូនឹងអញ្ចឹងបន្លែអត់មានទាន់បានបេះទេគឺដកចោលតែម្ដងដោយសារតែបន្លែហ្នឹងក៏ស្លឹកខាងក្រោមក៏វាមានរោគផ្សិតដែរអញ្ចឹងហើយគាត់ខ្ជិលចំណាយពេលវេលាដកណាមួយទុកឡើងរៀងក្តោបបេះវិញក៏ចំណាយពេលវេលាច្រើនដែរបេះក៏បានសម្រាមច្រើនដែរអញ្ចឹងហើយគាត់ខ្ជិលចំណាយពេលវេលាច្រើនបន្លែតែចូលឆ្នាំចិនឆ្នាំកូរ៉េហើយហ្នឹងគឺលែងសូវឡើងថ្លៃហើយអត់ដូចមុនពេលចូលឆ្នាំកូរ៉េនិងចូលឆ្នាំចិនទេមុនពេលចូលឆ្នាំមុនពេលបុណ្យជាតិគេបន្លែគ្រប់កសិដ្ឋានសុទ្ធតែឡើងថ្លៃទាំងអស់ប៉ុន្តែតែក្រោយចូលឆ្នាំរួចបន្លែឡើងថ្លៃហើយចាប់ផ្ដើមធ្លាក់ថ្លៃវិញណាមួយអាកាសធាតុក៏ចាប់ផ្ដើមលែងសូវត្រជាក់ខ្លាំងអញ្ចឹងទៅធ្វើឲ្យបន្លែល្អគ្រប់កសិដ្ឋានមិនថាកសិដ្ឋានខ្ញុំឬកសិដ្ឋានគេទេសុទ្ធតែបន្លែល្អអញ្ចឹងណាបេះលែងតន់តម្លៃក៏ចុះថោកដែរមិនបានថ្លៃដូចអាកាលពេលយើងដាំអត់សូវបានផលទេនិយាយទៅមិនថាប្រទេសកូរ៉េមិនថាប្រទេសខ្មែរយើងទេបងប្អូនបន្លែនៅពេលដែលយើងដាំបានណាតម្លៃទីផ្សារសូវបានថ្លៃទេប៉ុន្តែបើយើងដាំអត់បានវិញណាខ្វះមុខខ្វះក្រោយហ្នឹងនិយាយថាពីឲ្យតម្លៃយើងកប់ហ្មងណាប៉ុន្តែទោះជាតម្លៃកប់ក៏រកអត់សូវបានមានបន្លែបេះឲ្យគេដែរដោយសារតែយើងដាំក៏អត់បានអ្នកផ្សេងក៏គេដាំអត់បានចឹងហើយបានបន្លែគេឲ្យតម្លៃថ្លៃនៅពេលដែលសម្បូរបន្លែវិញណាមិនថាកន្លែងខ្ញុំកន្លែងគេទេតម្លៃកាន់តែធ្លាក់ចុះហើយដឹងតែធ្លាក់ចុះតកែមិនថាតកែខ្ញុំតកែគេទេគឺដកបន្លែចោលទាំងរងតែម្ដងជាពិសេសតកែខ្ញុំនឹងតែម្ដងគាត់មិនដែលចេះស្ដាយយ៉ាងម៉េចទេនិយាយទៅគឺគាត់ដកត្រូវដកគាត់ដកចោលតែម្ដងហើយគាត់ប្រញាប់ដាំថ្មីអញ្ចឹងទៅនៅពេលដែលបានបន្លែថ្មីបេះបន្លែក៏ចាប់ផ្ដើមឡើងតម្លៃផ្សេងទៀតចឹងណាបងប្អូននិយាយទៅតកែខ្ញុំគាត់ធ្វើតែអញ្ចឹងរាល់ឆ្នាំឲ្យតែដល់ខែបន្លែល្អហ្នឹងគឺគាត់ចាប់ផ្ដើមដកបន្លែចោលទាំងរងហើយគាត់ធ្វើអញ្ចឹងទៅឆាប់មានបន្លែថ្មីបេះវិញអញ្ចឹងណាពេលចោលបន្លែម្ដងថាស្ដាយនោះស្ដាយតែមិនដឹងថាយកបន្លែទៅណាអស់និយាយទៅចោលច្រើនពេក